ជំរាបសួរមិត្តភក្តិបងប្អូនទាំងអស់គ្នាក្នុងវីដេអូឃ្លីបនេះខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាអំពីមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការជំនះលេខខ្ជិលហេតុអ្វីបានខ្ញុំហ៊ាននិយាយថាវាជាមធ្យោបាយដ៏មានប្រសិទ្ធភាពពីព្រោះខ្លួនខ្ញុំផ្ទាល់ក៏មានបញ្ហាខ្ជិលនឹងខ្ញុំធ្លាប់ប្រើវាដើម្បីជំនះហើយនឹងកូនសិស្សមួយចំនួននៅក្នុង Startup Community ដែលខ្ញុំប្រាប់គាត់ឲ្យប្រើមធ្យោបាយហ្នឹងគាត់ប្រើទៅគឺមានប្រសិទ្ធភាពមែនអញ្ចឹងមានន័យថាទ្រឹស្ដីនេះគឺជាទ្រឹស្ដីសកលដែលប្រើទៅមនុស្សបានច្រើនហើយទ្រឹស្ដីនេះមិនមែនកាត់ចេញពីខ្លួនខ្ញុំអ្នកគិតឃើញគឺចេញពីការស្រាវជ្រាវការអានសៀវភៅជាច្រើនទាក់ទងនឹង time management តាក់ទងទៅនឹង set discipline ហ្នឹងអញ្ចឹងវាគឺជាទ្រឹស្ដីមួយដែលអ្នកប្រាជ្ញជំនាន់មុនគេបានប្រកែកហើយខ្ញុំយកមកគេហៅថាសម្រួលវាហើយយកវាមកប្រើដើម្បីកើតជាប្រយោជន៍ចំពោះខ្លួនឯងក៏ដូចជាចំពោះមនុស្សដែលបានមើលវីដេអូនេះដែរអញ្ចឹងខ្ញុំសូមបញ្យល់ថាតើភាពខ្ជិលមកពីអីសិនតាមពិតភាពខ្ជិលនឹងដោយសារតែភាពច្របូកច្របល់នៃអារម្មណ៍ភាពច្របូកច្របល់នៃអារម្មណ៍មានន័យថាប្រព័ន្ធការគិតយើងច្របូកច្របល់កាលណាប្រព័ន្ធការគិតច្របូកច្របល់ធ្វើឲ្យអារម្មណ៍យើងច្របូកច្របល់អារម្មណ៍ច្របូកច្របល់នឹងយើងការសម្រេចចិត្តរបស់យើងច្របូកច្របល់ដល់ការសម្រេចចិត្តច្របូកច្របល់ធ្វើឲ្យយើងមានអារម្មណ៍ថាខ្ជិលអត់ចង់ធ្វើអ្វីទាំងអស់យើងមានអារម្មណ៍ធុញទ្រាន់មានអារម្មណ៍ថានៅណាយមានអារម្មណ៍ថាអស់កម្លាំងអញ្ចឹងធ្វើម៉េចដើម្បីយើងជំនះភាពចិត្តបានគឺយើងជំនះតាមរយៈការគិតគឺការប្រើ imagination ការសមាស្ម័យអញ្ចឹងជំហានទី1ដែលអ្នកទាំងអស់គ្នាត្រូវធ្វើអង្គុយចុះពេលខ្ជិលខ្លាំងអត់ចង់ធ្វើអីណាយើងនៅកិច្ចការសាលាយើងក៏មានអីក៏មានដែរអង្គុយចុះឲ្យបិទភ្នែកចុះនឹកស្មឹងស្មានមើលថាតើខ្លួនឯងចង់បានអ្វីខ្លួនឯងចង់បានអ្វីចង់ខ្លាចជាអ្នកណាគិតមើលថាឧបមាចង់ខ្លាចជាអ្នកមានចង់ខ្លាចជាវិស្វករអ្នកមាននោះថាវាគេខ្លាចជាវិស្វករចង់ខ្លាចជាគ្រូពេទ្យចង់ខ្លាចជាសិស្សបកែចង់ខ្លាចជាសិស្សដែលប្រឡងបាន grade A អាហ្នឹងគឺយើងសម័យអ្វីដែលយើងចង់ឃើញឲ្យឃើញសិនជំហានទី1នៅពេលដែលយើងសម័យដល់អ្វីដែលយើងពិតជាចង់មកយើងឧបមាថាយើងចង់បាន grade A ចុះចំពោះសិស្សវិទ្យាល័យឧបមាថាសិស្សដែលត្រៀមចង់ប្រឡងចង់ខ្លាចជាវិស្វករឬក៏ចង់ខ្លាចជាអ្នកជំនាញជោគជ័យចុះយើងសម័យឃើញបន្ទាប់មកទៀតយើងត្រូវសម័យតទៅទៀតសម័យទៅដល់ថានៅពេលដែលយើងជោគជ័យនៅពេលដែលយើងជោគជ័យតើយើងនឹងទទួលបានអ្វីខ្លះយើងនឹងរំភើបយ៉ាងម៉េចហើយបដោយអារម្មណ៍យើងឲ្យរំភើបទៅតាមភាពជោគជ័យដែលយើងបានទទួលឧបមាថាយើងចង់ខ្លាចជាវិស្វករយើងសម័យថានៅពេលយើងទទួលសញ្ញាបត្រនឹងយើងបិទភ្នែកស្មងស្មាតទៅសម័យពេលយើងទទួលសញ្ញាបត្រនឹងឪពុកម្ដាយយើងត្រេកអរយើងអបអរយើងបានចូលធ្វើការក្រុមហ៊ុនល្បីបានប្រាក់ខែច្រើនមានមុខមាត់ឬក៏អ្នកសិស្សអីសម័យថាខ្លួនឯងបានអាហារក៏ទៅក្រៅប្រទេសទៅអាមេរិកកាំងទៅជប៉ុនទៅសិង្ហបុរីទៅពេលឡើងយើងហមភ័ក្រជួនតាណាទៅយើងរំភើបឪពុកម្ដាយយើងសប្បាយចិត្តនៅពេលយើងរៀនយើងជោគជ័យយើងសម័យជាសាច់រឿងហ្នឹងបាត់ភ្លេចសម័យហើយឲ្យប្រឡែងអារម្មណ៍យើងឲ្យរំភើបដូចជាមែនតើសម័យឲ្យរំភើបនៅពេលដែលយើងរំភើបព្រោះយ៉ាងក្រោយពីយើងទទួលរំភើបវិញយើងចាប់ផ្ដើមគិតទៀតសម័យតទៀតថាតើយើងប្រើមធ្យោបាយមួយខ្លះដើម្បីទៅដល់ភាពទៅដល់ចំណុចអស់ហ្នឹងបានសម័យឲ្យឃើញពីមធ្យោបាយដែលយើងនឹងធ្វើយើងឧបមាថាយើងឥឡូវនេះយើងជាសិស្សអញ្ចឹងមធ្យោបាយយើងត្រូវរៀនត្រូវដោះស្រាយលំហាត់បន្ទាន់ដើម្បីយើងចេះអាលំហាត់ដែលយើងត្រូវរៀនដូចលំហាត់ homework លំហាត់កិច្ចការសាលាយើងត្រូវធ្វើនិងលំហាត់ផ្សេងៗទៀតដើម្បីឈានទៅដល់ភាពជោគជ័យនឹងយើងបានហើយឧបមាថាយើងជាបុគ្គលិកក្រុមហ៊ុនយើងត្រូវអីប្រឹងសមត្ថភាពខ្លួនឯងដូចតាមរយៈការអានសៀវភៅបានច្រើន research អីផ្សេងយើងធ្វើកិច្ចការដែលយើងធ្វើមិនទាន់ហើយធ្វើឲ្យចប់អីចឹងយើងដឹងថាកិច្ចការទាំងអស់នោះយើងត្រូវធ្វើពួកពេលណាអារម្មណ៍យើងចាប់តាមចង់ខ្លាំងហើយយើងសម័យទៅដល់អ្វីទៅភាពដែលយើងជោគជ័យបានហើយពេលហ្នឹងគឺយើងគេហៅថាយើង focus ទៅលើរឿងហ្នឹងអញ្ចឹងអារម្មណ៍យើងនោះគឺទាញយើងចង់ធ្វើរឿងហ្នឹងគ្រាន់តែយើងដឹងសម័យដល់មធ្យោបាយភ្លាមយើងនឹង take action ភ្លាមយើងនឹងខកពុកធ្វើវាភ្លាមហ្មងព្រោះមធ្យោបាយនេះធ្វើដូចគ្នានៅពេលដែលខ្ញុំខ្ជិលខ្លាំងខ្ញុំសម័យទៅដល់អ្វីដែលខ្ញុំចង់បានហ្នឹងទៅដល់ភាពជោគជ័យនៅពេលដែលខ្ញុំជោគជ័យនៅអ្វីដែលខ្ញុំចង់បានហ្នឹងនៅពេលហ្នឹងហើយសម័យទៅដល់អ្វីដែលខ្ញុំត្រូវធ្វើខ្លះនៅពេលហ្នឹងគឺខ្ញុំមានទឹកចិត្តខ្លាំងតែចង់ទៅធ្វើភ្លាមពេលណាក៏អញ្ចឹងដែរព្រោះកាលណាយើងសម័យទៅធ្វើឲ្យអារម្មណ៍ចង់ខ្លាំងហើយយើងដឹងពីមធ្យោបាយនៃការធ្វើយើងនឹងទៅធ្វើភ្លាមរួចធ្វើវាថែដែររហូតយើងខ្លាចជាមនុស្សអ្នកដែលអាសាទៅជាទម្លាប់មួយធ្វើកិច្ចការហ្នឹងអញ្ចឹងនៅពេលដែលបងប្អូនខ្ជិលខ្លាំងមិនដឹងធ្វើម៉េចដូចខ្ញុំថាពេលខ្លះមធ្យោបាយគ្រាន់ជាមធ្យោបាយដែលគេប្រាប់ធ្វើការខ្ញុំក៏ធ្លាប់ធ្វើតាមគេប្រាប់អត់ខាតទេប៉ុន្តែនៅពេលដែលខ្ញុំប្រើការគិតវិញព្រោះមនុស្សយើងខ្ជិលមែនតើមិនដល់ខ្លះខ្ជិលសូម្បីតែគិតទេគិតមួយយើងអត់សូវខ្ជិលណាស់ព្រោះយើងខ្ជិលដោយសារយើងអត់ចង់បញ្ចេញ power អត់ចង់បញ្ចេញធម៌ពលផ្សេងចេញពីក្នុងខ្លួននេះនិយាយចំគឺយើងអត់ចង់ប្រើ physical របស់យើងហ្នឹងអញ្ចឹងដល់ពេលប្រើ mental ប្រើការគិតហ្នឹងគឺយើងអត់សូវខ្ជិលណាស់អញ្ចឹងយើងអាចប្រើវាហ្នឹងដើម្បីជំរុញទៅលើអារម្មណ៍របស់យើងឲ្យយើងចង់កាលណាអារម្មណ៍យើងចង់ហើយ physical របស់យើងគឺ take action ទៅ automatic ហ្មងអ្នកទាំងអស់គ្នាមិនឆ្ងល់ទេច្រើនឧទាហរណ៍មួយដើម្បីងាយយល់អូម៉ានឹងខ្ជិលខ្លាំងអត់ចង់ទៅណាប៉ុន្តែនៅពេលដែលគេប្រមូលទៅធ្វើកិច្ចការរបស់ខ្លួនឯងចូលចិត្តអូម៉ាដែរចូលចិត្តតបបានគាត់មិត្តភក្តិពូតបបានប្រយទៅអត់ខ្ជិលទេទោះបីខ្លួនឯងរវល់មិនបានគ្រប់ concept ផ្សេងអូម៉ាថាខ្ជិលតែណាមួយទេ
ជួបមនុស្សដែលខ្លួនឯងដូចស្រឡាញ់ដូចជា crush យើងអីចឹងព្រោះតែញ៉ាំអីពុកប្រត់អត់លុយទៅទៅសុខចិត្តខ្ចីលុយប្រហែលស្អីអានោះភាសា feeling យើងនេះអារម្មណ៍យើងនេះចង់យល់អញ្ចឹងយើងយល់ពីប្រព័ន្ធរបស់វាហើយយើងរៀនបង្កើតវារៀនធ្វើវាឲ្យយើងទៅចឹងតាមរយៈ imagination តាមរយៈការសម័យតាមរយៈការគិតហ្នឹងដើម្បីឲ្យយើងមានអារម្មណ៍ feeling យើងទៅនឹងកាលណាអារម្មណ៍យើងទៅនឹងហើយ action របស់យើងគឺអូតូម៉ាទិកទៅនឹងធ្វើដោយមិនបង្ខំហ្មងគឺមានយើងធ្វើដោយសុបាយចិត្តគឺធ្វើដោយមិនបង្ខំហ្នឹងចឹងខ្ញុំគិតថានៅពេលដែលខ្ញុំបញ្យល់ប៉ុណ្ណឹងអ្នកទាំងនេះប្រហែលជាអាចយល់បានច្រើនហើយអាចអនុវត្តបានហើយខ្ញុំសង្ឃឹមថាវីដេអូឃ្លីបនេះនឹងអាចផ្ដល់ជាប្រយោជន៍ចំពោះអ្នកទាំងអស់គ្នាហើយអាចធ្វើឲ្យអ្នកទាំងគ្នាអាចវិវត្តខ្លួនឯងឡើងមួយកម្រិតទៀតគឺអាចជំនះទៅលើភាពខ្ជិលរបស់ខ្លួនឯងបានបាទសូមអរគុណសូមជម្រាបលា